នៅលើដងផ្លូវសាធារណៈខ្សែភ្នែករាប់ម៉ឺនគូកំពុងសម្លឹងមើលគ្នាទៅវិញទៅមកផ្លូវថ្នល់គឺជាកញ្ចក់ឆ្លុះបញ្ចាំងពីកម្រិតវប្បធម៌សិលធម៌និងការវិវត្តនៃអរិយធម៌របស់សង្គមជាតិមួយប៉ុន្តែអ្វីដែលជាសំណួរដ៏កន្លឹះនោះតើនៅលើដងផ្លូវដែលយើងកំពុងធ្វើដំណើររួមគ្នារវាងច្បាប់និងឋានៈបុគ្គលតើមួយណាមានអំណាចធំជាងចម្លើយដ៏ត្រឹមត្រូវនិងតេតិងបំផុតសម្រាប់សង្គមប្រជាធិបតេយ្យនិងនីតិរដ្ឋគឺគ្មានអ្វីក្រៅពីច្បាប់នោះឡើយច្បាប់ចរាចរណ៍មិនមែនជាឧបករណ៍សម្រាប់ដាក់ទោសអ្នកទន់ខ្សោយនោះទេហើយក៏មិនមែនជាផ្ទាំងសាលាដែលអាចរលាយដោយសារអំណាចទឹកប្រាក់ឬបុណ្យស័ក្តិនោះដែរទី1គ្មានបុគ្គលឯកសិទ្ធិនៅលើទ្រង់ផ្លូវទេនៅលើដងផ្លូវសាធារណៈសមភាពត្រូវតែត្រូវបានអនុវត្តជាដាច់ខាតទោះជាអ្នកមានឬអ្នកក្រអ្នកតូចឬអ្នកធំចាស់ឬក្មេងស្រីឬប្រុសអ្នកបើកបរឡានចាស់ឬថ្មីឡានថោកឬឡានថ្លៃអ្នកបញ្ជាយានយន្តស៊ីវិលឬយានយន្តពាក់ស្លាកលេខយោធានគរបាលអ្នកជិះម៉ូតូតូចឬអ្នកជិះម៉ូតូធំក៏ដោយគ្រប់រូបភាពគ្រប់ឋានៈនិងគ្រប់វិជ្ជាបាយធ្វើដំណើរទាំងអស់ត្រូវតែឱនក្បាលគោរពច្បាប់ចរាចរណ៍ដូចគ្នាស្លាកលេខឡានថ្លៃគ្រឿងអលង្ការថ្លៃពាក់នៅលើខ្លួនឬឋានន្តរស័ក្តិធំពាក់នៅលើស្មាមិនមែនជាអាវក្រោះសម្រាប់ការពារការផាកពិន័យឬជាសម្បត្តិ VIP សម្រាប់បំពេញភ្លើងស្តុបឬការបើកបរបញ្ច្រាស់ទឹកនោះឡើយផ្ទុយទៅវិញបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ឬមានទ្រព្យសម្បត្តិស្ដុកស្ដំគួរតែជាគំរូល្អប្រពៃក្នុងការគោរពច្បាប់ដើម្បីបង្ហាញពីសេចក្តីថ្លៃថ្នូរនិងការទទួលខុសត្រូវចំពោះសង្គមទី2អត្ថិភាពស្របច្បាប់មិនមែនជាអត្ថិភាពតាមចិត្តចង់ច្បាប់ចរាចរណ៍ផ្លូវគោកបានកំណត់យ៉ាងច្បាស់លាស់អំពីសិទ្ធិអត្ថិភាពមានតែរថយន្តសង្គ្រោះបន្ទាន់ដែលកំពុងដឹកអ្នកជំងឺសង្គ្រោះជីវិតរថយន្តពន្លត់អគ្គិភ័យដែលកំពុងឆ្ពោះទៅពន្លត់ភ្លើងរថយន្តក្បួនដែលមាននគរបាលនាំមុខការពារសុវត្ថិភាពថ្នាក់ដឹកនាំជាន់ខ្ពស់និងក្បួនរថយន្តកងទ័ពក្នុងបេសកកម្មជាតិតែប៉ុណ្ណោះដែលទទួលបានសិទ្ធិលើកលែងនិងអត្ថិភាពក្នុងការធ្វើដំណើរក្រៅពីយានយន្តអត្ថិភាពដែលកំណត់ដោយច្បាប់ទាំងនេះគ្មានបុគ្គលឬក្រុមណាមួយមានសិទ្ធិអំណាចបុកបង្កើតយុទ្ធកម្មឬលេសផ្ទាល់ខ្លួនដើម្បីបំពេញសិទ្ធិធ្វើដំណើររបស់អ្នកដទៃឡើយការប្រញាប់ទៅប្រជុំការប្រញាប់ទៅស៊ីការឬការអាងខ្នងបង្អែកណាមួយមិនអាចយកមកធ្វើជាហេតុផលដើម្បីបំពេញច្បាប់បានជាដាច់ខាតទី3នគរបាលចរាចរណ៍ជាអាជ្ញាកណ្ដាលតែមួយគត់នៅលើដងផ្លូវនៅលើសមរភូមិចរាចរណ៍មានតែច្បាប់និងមន្ត្រីនគរបាលចរាចរណ៍ដែលជាអ្នកអនុវត្តច្បាប់តែប៉ុណ្ណោះដែលមានសិទ្ធិអំណាចស្របច្បាប់ក្នុងការកំណត់ភាពត្រូវឬខុសដងផ្លូវមិនមែនជាកន្លែងកាត់សេចក្តីតាមច្បាប់ព្រៃឬតាមកម្លាំងបាយនិងឥទ្ធិពលបុគ្គលនោះឡើយនៅពេលមានការប៉ះទង្គិចឬបទល្មើសកាត់ឡើងគ្រប់ភាគីទាំងអស់ត្រូវតែសម្របសម្រួលនិងគោរពតាមការសម្រេចក្តីរបស់មន្ត្រីជំនាញការប្រើហិង្សាការជេរប្រមាថឬការទូរស័ព្ទរកខ្សែញាតមកគំរាមកំហែងមន្ត្រីអូសទាញឬខុសគឺជាទង្វើអសិលធម៌ដែលត្រូវតែរួបរวมគ្នាលុបបំបាត់ចេញពីសង្គមខ្មែរទី4ខុសត្រូវទទួលទោសស្មើភាពគ្នាចំពោះមុខច្បាប់ដើម្បីឲ្យច្បាប់មានភាពស័ក្តិសិទ្ធិការគោរពត្រូវតែមានតម្លាភាពនិងសមភាពអ្នកមានអ្នកក្រអ្នកធំអ្នកតូចឡានស៊ីវិលឬឡានយោធាកាលបើបានប្រព្រឹត្តបទល្មើសចរាចរណ៍ហើយត្រូវតែទទួលទោសនឹងការផាកពិន័យដូចគ្នាដោយគ្មានការលើកលែងការពិន័យមិនត្រូវមើលតែលើមុខបុគ្គលឬស្លាកលេខឡាននោះទេប៉ុន្តែត្រូវតែមើលលើទង្វើល្មើសនៅពេលដែលសង្គមមួយអាចធ្វើរឿងនេះបានទំនុកចិត្តរបស់ប្រជាពលរដ្ឋលើប្រព័ន្ធយុត្តិធម៌នឹងកើនឡើងខ្ពស់ហើយគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងឆាកយកជីវិតមនុស្សរាល់ថ្ងៃក៏នឹងត្រូវកាត់បន្ថយជាអតិបរមាផងដែរសេចក្តីសន្និដ្ឋានចុងក្រោយការគោរពច្បាប់ចរាចរណ៍មិនមែនធ្វើឡើងដើម្បីតែគេចពីការផាកពិន័យរបស់នគរបាលនោះទេប៉ុន្តែវាជាការការពារជីវិតខ្លួនឯងនិងជីវិតអ្នកដទៃឋានៈនិងទ្រព្យសម្បត្តិគឺជារបស់ក្រៅខ្លួនដែលអាចប្រែប្រួលបានប៉ុន្តែសេចក្តីថ្លៃថ្នូរនិងតម្លៃជីវិតមនុស្សស្មើៗគ្នាសូមចូលរួមបង្កើតវប្បធម៌បើកបរមួយដែលឈរលើគោលការណ៍ច្បាប់ជាធំស្មើភាពគ្នាយោគយល់គ្នានិងសុវត្ថិភាពជាចម្បងដើម្បីនាំមកនូវសន្តិភាពផ្លូវថ្នល់និងភាពរុងរឿងពិតប្រាកដដល់សង្គមជាតិកម្ពុជាយើងទាំងមូលនេះគឺជាបទវិចារណកថារបស់លោកបណ្ឌិត ឆោត ប៊ុនថង